ដោយអំណាចនៃសេចក្តីស្រឡាញ់មេត្តាចិត្តនិងការចែកម្លែកជាប្រចាំធ្វើឲ្យសត្វដែលធ្លាប់តែខ្លាចមនុស្សពិសេសសត្វកប្រុកជាដើមនេះស្រឡាញ់ចូលចិត្តបរិសុទ្ធម្នាក់នេះដែលបរិសុទ្ធម្នាក់នេះតែងតែផ្សាយមេត្តាចិត្តជារឿយៗការចែកម្លែកជារឿយៗទៅកាន់សត្វជាហេតុធ្វើឲ្យសត្វទាំងអស់នេះមិនមានការខ្លាចរអាដូច្នេះជីវិតរស់នៅប្រចាំថ្ងៃរបស់យើងត្រូវតែមានការផ្សាយមេត្តាចិត្តទៅកាន់គ្រប់មនុស្សសត្វទាំងអស់ព្រោះជីវិតសពសត្វទាំងអស់មិនថាគេមិនថាយើងសាច់ញាតិយើងសាច់ញាតិគេរហូតដល់សត្វតិរិឆានសុទ្ធតែមានជីវិតសុទ្ធតែស្រឡាញ់ជីវិតទាំងអស់គ្នាហេតុផលដែលយើងត្រូវចងអាឃាតគ្នាហេតុផលដែលយើងត្រូវប្រើហិង្សាហេតុផលដែលយើងត្រូវចំណែនគ្នានេះធ្វើទុកបុកម្នេញគ្នាគឺមិនមានទេគឺមានតែការផ្សាយមេត្តាចិត្តផ្សាយចិត្តអីស្រឡាញ់ទៅកាន់គ្នានឹងគ្នាទើបធ្វើឲ្យយើងមានសេចក្តីសុខទើបធ្វើឲ្យពិភពលោកមានសេចក្តីសុខការផ្សាយមេត្តាចិត្តទៅកាន់មនុស្សជុំវិញខ្លួនគឺស្មើនឹងយើងជួយធ្វើឲ្យពិភពលោកមានសន្តិភាពគឺមិនមានការគុំគួនគ្នាមិនមានការចងអាឃាតគ្នាឃើញបុគ្គលណាម្នាក់កំពុងជួបទុក្ខកំពុងជួបបញ្ហាមិនត្រូវមានការសោយចំអកមិនត្រូវការជន់មិនត្រូវការនិន្ទាមិនត្រូវការបង្កបញ្ហាផ្សេងនោះទេផ្ទុយមកវិញការផ្សាយមេត្តាចិត្តគឺចង់ឲ្យបុគ្គលនឹងរួចចាកទុក្ខគឺជាអ្វីដែលយើងត្រូវធ្វើពីព្រោះយើងជាមនុស្សយើងមានវិចារណញ្ញាណខ្ពស់ដែលយើងចង់ឲ្យអ្នកដទៃមានសេចក្តីសុខទើបធ្វើឲ្យយើងខ្លួនឯងមានសេចក្តីសុខពាក្យចាស់លោកថាយើងមានមិត្ត100នាក់1000នាក់មិនច្រើនដូចមានសត្រូវម្នាក់ទេមានសត្រូវម្នាក់ធ្វើឲ្យយើងដេកមិនលក់ការផ្សាយមេត្តាចិត្តជារៀងរាល់ថ្ងៃធ្វើឲ្យយើងមានសេចក្តីសុខផ្លូវកាយសេចក្តីសុខផ្លូវចិត្តធ្វើឲ្យមនុស្សជុំវិញខ្លួនយើងមានសេចក្តីសុខយ៉ាងហោចត្រូវរក្សាសិល5